ok chẳng là lấy nhau bằng hai pi đặc biệt bằng máy lấy sang ngắtរបស់ user admin ឬ user ដទៃទៀតនៅក្នុង Microtik តោះណាបាទជាធម្មតានៅពេលដែលយើងធ្វើការផ្លេច password របស់ user admin យើងមិនអាចធ្វើការ log ចូល Microtik បានទេអញ្ចឹងយើងមានវិធីសាស្ត្រក្នុងការបំបែក password របស់ user admin តោះណាបាទអូខេឥឡូវយើងចាប់ផ្ដើមធ្វើការអនុវត្តដូចតទៅយើងមើលយើងមាន3ចំណុចទី1គេតម្រូវឲ្យយើងធ្វើការ configuration complete ស្អីគេ configuration complete មានន័យថាជាធម្មតានៅពេលដែលយើងបើកម៉ាស៊ីន Microtik មកក្នុងគោលបំណងធ្វើការរៀបចំបិទបើក block ចែកទៅតាមការងារដែលយើងបានកំណត់មិនអញ្ចឹងទេបាទហើយក្រោយយើងបានកំណត់ចប់យើងមិនត្រូវការដាក់ password របស់ user admin មិនអញ្ចឹងឥឡូវហ្នឹងមកលើ set បានមាន set password user admin នៅក្នុង Microtik ចោះមិនអញ្ចឹងក្រោយយើងបានធ្វើការ set password ហើយគឺតម្រូវឲ្យយើងធ្វើការ backup configuration នឹងទុកតោះនេះបាទអញ្ចឹងនៅពេលដែលយើងធ្វើការ backup configuration នឹងទុករាល់ password របស់វានឹងត្រូវបានជាប់ទៅជាមួយរបស់ការ backup របស់យើងតែម្ដងលក្ខណៈជា image មានន័យថានៅពេលដែល Microtik យើង error អីយើងអាចធ្វើការ restore វាមកវិញបានតោះនេះបាទប៉ុន្តែ restore មិនក៏ដោយក៏យើងភ្លេច password ដែរត្រូវអត់អញ្ចឹងនៅពេលដែលយើងធ្វើការ backup ទុកយើងអាចធ្វើការយក file image backup ហ្នឹង generate បង្កើតជាបានជា password ដើម្បីធ្វើការ login តោះនេះបាទប៉ុន្តែ ប្រសិនបើយើងមិនបានធ្វើការ backup configuration របស់ Microtik ទុកទេយើងមិនអាចធ្វើការបំបែក password របស់ user admin របស់ Microtik បានទេយល់ទេបាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាលុះត្រាតែយើងបានធ្វើការ backup image ឬ backup configuration Microtik ទុកហើយបានយើងអាចធ្វើការបំបែក password វាបានប្រសិនបើយើងមិនបាន backup configuration របស់ Microtik ទុកទេក៏យើងគ្មាន file image ណាមក generate password ដើម្បីធ្វើការ login បានដែរតោះណាហើយទី3នេះយើងប្រើ website មួយដែលមានឈ្មោះថា microtik_password_recovery.com ជា website មួយសម្រាប់ធ្វើការ generate password ដែលចេញមកពី file image backup របស់ Microtik អូខេឥឡូវមកខាត់ពេលយើងអនុវត្តដូចតទៅយើងមើលនេះគឺជាម៉ាស៊ីនកុំព្យូទ័រ PC 1 PC 2នេះគឺជាម៉ាស៊ីន Microtik អញ្ចឹងខ្ញុំ enter មកបើនេះបាទវាប្រើបានធម្មតា system lock បាទឥឡូវមក reboot system reboot គឺខ្ញុំចង់ restart Microtik មួយបាទខ្ញុំចង់នឹងថាតើនៅពេលខ្ញុំធ្វើការបើក Microtik មកវាជាប់ password ដែរទេអញ្ចឹងសូមរងចាំតិចវាកំពុងតែដំណើរការអូខេនេះវាកំពុងតែធ្វើការ load system របស់វាមកវិញហើយយើងចាំមើលទាំងអស់គ្នាទៅបាទវាកំពុងអូខេឥឡូវខ្ញុំ login ហ្នឹងគេដាក់ថា Microtik version 5.14 login អញ្ចឹងជាធម្មតា default គឺ user admin ខ្ញុំ enter វាទាមទារដាក់ password អញ្ចឹងឥឡូវខ្ញុំអត់មាន password ទេខ្ញុំ enter បាទអញ្ចឹងខ្ញុំអាច login បានធម្មតាឃើញទេបាទខ្ញុំអាច login បានធម្មតាតោះនេះឡើយហ្នឹងបាទតោះខ្ញុំមក print system print ឬក៏ IP អញ្ចឹងសាច់ចិត្តរបស់យើងគ្រាន់តែវាមើលជាព័ត៌មានអីទេមិនអញ្ចឹងហ៎ print ឬ IP proxy ឬ interface ហ្នឹងក៏យើងសេបានធម្មតាប៉ុន្តែគាត់ចង់បញ្ជាក់ថាយើងអត់មាន password ទេអញ្ចឹងឥឡូវនេះខ្ញុំប្រើចូលកុំព្យូទ័រ PC មួយខ្ញុំប្រើ program Winbox login តាមអូខេខ្ញុំយកដើម្បី view MAC address ឬ IP address ខ្ញុំ login នេះក៏ដាក់ user admin អត់មាន password ទេណាបាទខ្ញុំយក connect ឃើញទេអញ្ចឹងអ្វីយើងកំពុងឃើញគឺជាទម្រង់របស់ Microtik ជាលក្ខណៈ graphic user interface ដោយប្រើកម្មវិធី Winbox អញ្ចឹងខ្ញុំអាចប្រើបានធម្មតាតនៅកន្លែងហ្នឹងបាទប៉ុន្តែវាអត់មាន password ទេឥឡូវខ្ញុំចាប់ផ្ដើមដាក់ password អញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ password ខ្ញុំយក system ហើយខ្ញុំយក password ហើយ old password ទៅយកមាន password យ៉ាងអត់ទេដាក់ new password អូខេខ្ញុំដាក់1 2 3 4 5 A តូច A ធំ1 2 3 4 5 A តូច A ធំហើយខ្ញុំយក change តោះនេះបាទឥឡូវខ្ញុំ exit អញ្ចឹងខ្ញុំធ្វើការបើក program Winbox ម្ដងទៀត admin តែមានមកដាក់ password ទៅខ្ញុំយក connect បាទនៅពេលនោះគេដាក់ថាគេ wrong username and password ណាអញ្ចឹងយើងមិនអាច login បានទេដោយសារយើងវាខុស username ឬខុស password មិនអញ្ចឹងតោះនេះបាទអញ្ចឹងខ្ញុំបើក Winbox ម្ដងទៀតយើងលុះត្រាខ្ញុំវាយ password នេះត្រឹមត្រូវបាទឥឡូវខ្ញុំវាយ password ខុសខ្ញុំយក connect បាទយក connect ក៏អត់ចូលដែរតោះនេះបាទអញ្ចឹងខ្ញុំបើកម្ដងទៀតខ្ញុំវាយ password ត្រូវសិនបាទហើយខ្ញុំយក connect ឃើញទេអញ្ចឹងពេលវាយ password ត្រូវយើងអាច login បានធម្មតាតោះឡើយហ្នឹងបាទអូខេយើងបន្តទៀតអញ្ចឹងឥឡូវនេះ
ខ្ញុំសន្មតថាខ្ញុំភ្លេច password ប៉ុន្តែមុនយើងភ្លេច password យកអត់បាន backup ទុកទេត្រូវអត់អញ្ចឹងបើយកអត់បាន backup ទុកយើងមិនអាចធ្វើការបំបែក password user វាបានទេអញ្ចឹងខ្ញុំចូលទៅលើ Winbox ខ្ញុំវាយ password 1.5ធម្មតាហើយខ្ញុំធ្វើការ backup ទុកបាទណាអញ្ចឹងដើម្បី backup ទុកខ្ញុំចុចទៅលើ file បាទកន្លែង file នេះវាមានកន្លែង backup ហើយនឹង restore អញ្ចឹងខ្ញុំចុចទៅលើ backup គ្រាន់ចុចលើពាក្យថា backup នេះមួយមកអញ្ចឹងវាធ្វើការ generate ខ្លួនឯងតែម្ដងពេលនោះវាដាក់ថា Microtik បាទថ្ងៃទី24ខែ4ឆ្នាំ2012វេលាម៉ោងប៉ុណ្នេះខ្ញុំបានធ្វើការ backup ដល់មានទំហំផ្សាយប៉ុណ្នេះយល់ទេបាទអូខេអញ្ចឹងខ្ញុំបាន backup ទុកហើយឥឡូវខ្ញុំ zoom វាទូតិចមកខ្ញុំចាប់ទាញខ្ញុំលើ desktop មានថា file មួយខ្ញុំចាប់ទាញមកលើ desktop តើនេះបាទអញ្ចឹងខ្ញុំចាប់ហើយខ្ញុំអាច zoom វាធំតិចមកខ្ញុំបិទចោលខ្ញុំ easy ចោលអញ្ចឹងអ្វីយើងកំពុងឃើញនេះគឺជា file image ដែលខ្ញុំបាន backup ឬដែលទាញចេញមកពី configuration របស់ Microtik តើនេះបាទឥឡូវខ្ញុំសន្មតថាខ្ញុំភ្លេច password អូខេឥឡូវខ្ញុំsystem reboot បាទខ្ញុំ restart computer បាទអញ្ចឹងឥឡូវ log in ម្ដងទៀតខ្ញុំប្រើ user admin ដដែលខ្ញុំ enter ឥឡូវខ្ញុំអត់វាយ password ទេខ្ញុំ enter ទៀតណាអញ្ចឹងខ្ញុំ log អត់ចូលទេតើនេះបាទវាតម្រូវមាន password តើសូមបញ្ជាក់ម្ដងទៀតវាយ admin ឥឡូវ password ខ្ញុំចេះតែវាយ enter ក៏វាអត់ចូលដែរតើនេះបាទអញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមធ្វើការបំបែក password អូខេអញ្ចឹងដើម្បីធ្វើការបំបែក password គឺខ្ញុំចូលទៅក្នុង computer client នេះគឺខ្ញុំធ្វើការយក file backup មួយនេះអូខេអញ្ចឹងឥឡូវនេះខ្ញុំបានទាញមកហើយតោះនេះបាទប៉ុន្តែដោយសារនេះក្នុងកម្មវិធី VMware មិនសិនខ្ញុំមានអ៊ីនធឺណិតអញ្ចឹងខ្ញុំបានយក file image មកខាងក្រៅនេះវិញអញ្ចឹងមើលអ្វីគឺជា file image ហើយតន់អូខេឥឡូវខ្ញុំចាប់ដើមបើកអ៊ីនធឺណិតបាទខ្ញុំបើក website មួយដែលមានឈ្មោះថា Microtik នេះតោះនេះបាទអញ្ចឹងនៅពេលយើងចូលទៅកាន់ website របស់ Microtik password recovery ហើយវាចេញផ្ទាំងដូចតទៅនេះចឹងបន្តមកទៀតខាងក្រោមនេះយើងចុចកន្លែងដាក់ select យក Microtik backup file បាទអញ្ចឹងចុចកន្លែងនេះមួយមកដើម្បីស្វែងរក file យើងបាន backup ទុកណាបាទនេះឈ្មោះ Microtik នេះបាទហើយខ្ញុំយក open បន្ទាប់យកពាក្យថា show password បាទពេលនោះវាធ្វើការ generate password ឡើងយើងឃើញណាគេដាក់ថា password យើងសំទោស user យើង admin password យើង12345 a តូច a ធំតន់ដែរបាទអញ្ចឹងលុះត្រាយើងមាន file image backup នេះហើយបាទយើងអាចធ្វើការ generate password ចេញមកដើម្បីមើលឃើញហើយធ្វើការ log in តែប្រសិនបើយើងមិនធ្វើការ backup នេះទុកទេយើងមិនអាចធ្វើការបំបែក password របស់ user admin នៃក្នុង Microtik បានទេដំណោះស្រាយមានតែ reset ទេតើឥឡូវហ្នឹងបាទអូខេអញ្ចឹងឥឡូវនេះយើងរៀនពីរបៀបក្នុងការបំបែក password user admin ត្រូវបានបញ្ចប់